សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាទូទាំងប្រទេសហើយនិងទូទាំងនៃក្រៅប្រទេសទូទាំងពិភពលោកនេះបាទខ្ញុំឈ្មោះពួយវុធី សូមទទួលស្គាល់រូបខ្ញុំផងបាទខ្ញុំមានរឿងមួយចង់និយាយប្រាប់ទៅបងប្អូនទាំងអស់ទូទាំងប្រទេសហើយនិងទូទាំងនៃពិភពលោកសូមឲ្យបានជ្រាបដឹងថា ខ្ញុំកន្លងមកនេះខ្ញុំបានដែលស្ទង់ចិត្តបាទស្ទង់ស្ទាបមើលនៃចរិតបងប្អូនយើងនៅក្នុងប្រទេសហើយនិងក្រៅប្រទេសក្រៅប្រទេសគឺអត់បានឃើញទេតែឃើញតែក្នុងប្រទេសទេបាទក្នុងក្រៅប្រទេសសុំទោសក្រៅប្រទេសអត់បានទាន់ទៅដល់ទេបាទក្នុងប្រទេសខ្មែរយើងនេះទាំងមូលនេះបាទគឺខ្ញុំបានឃើញនៃចរិតបងប្អូនខ្មែរយើងទាំងអស់មួយចំនួនណាបាទដោយបុគ្គលគឺខ្ញុំបានឃើញចរិតពួកគាត់គឺខ្វះនៃចំណុចមួយគឺចំណុចដែលខ្វះធម៌មេត្តានិងការយោគយល់គ្នាការមេត្តាគ្នាស្រណោះអាណិតគ្នាគឺថាអ្នកខ្លះក៏រឹសអើងបាទគាត់ប្រកាន់វណ្ណៈខ្លួនឯងខ្វះធម៌មេត្តាដែលការយោគយល់គ្នាដោយមិនមានការរឹសអើងឃើញអ្នកខ្លះគាត់រឹសអើងគាត់មិនស្គាល់ខ្មែរគ្នាឯងមិនស្គាល់ថាអ្វីទៅក្តីធម៌មេត្តាស្រណោះអាណិតខ្មែរគ្នាឯងខ្លួនឯងជាបងប្អូនយើងនោះទេប៉ុន្តែផ្ទុយទៅវិញគាត់បែរទៅជាខ្វះធម៌មេត្តាបាទខ្ញុំសូមជម្រាបប្រាប់បងប្អូនទាំងអស់ទូទាំងនៃប្រទេសណាបាទសូមបងប្អូនមើលមុខខ្ញុំឲ្យច្បាស់បាទមើលមុខខ្ញុំឲ្យច្បាស់ខ្ញុំឈ្មោះថាវុធីឈ្មោះថាវុធីនាមតកូលខ្ញុំពួយវុធីបាទហើយបងប្អូនដឹងទេខ្ញុំធ្វើវីដេអូដើម្បីបំភ្លឺគេហៅថាបំភ្លឺប្រាប់បងប្អូនទូទាំងនៃប្រទេសកម្ពុជាហៅប្រទេសខ្មែរយើងមួយនេះដែលបងប្អូនរាល់ថ្ងៃសពថ្ងៃដែលបងប្អូនកំពុងតែធ្វើអ្វីខុសបងប្អូនដឹងទេខ្លួនបងប្អូនលោកបងប្អូនដឹងទេបងប្អូនរាប់សពថ្ងៃនេះបងប្អូនកំពុងធ្វើខុសចំពោះខ្លួនឯងហើយសម្លាប់ខ្លួនឯងទាំងរស់ដោយមិនដឹងខ្លួននេះខ្ញុំជឿតែបងប្អូនថាជាមិនដឹងខ្លួនទេតាមើលឬក៏ថាអាចដឹងប៉ុន្តែធ្វើជាមិនដឹងបងប្អូនរនឹកមើលចុះខ្ញុំឃើញទាំងវើលចរិតរបស់បងប្អូននេះមួយចំនួនខ្លះទេបាទអ្នកល្អក៏គិតមានដែរតែមួយចំនួនខ្លះខ្ញុំឃើញបងប្អូនខ្មែរយើងនេះលោកប្រហែលជាអាចមានការប្រមាថមានការធ្វេសប្រហែសមានការរើសអើងមានការមើងងាយជាដើមលាក់នឹងលាក់ជាគ្នានឹងខ្ញុំសូមប្រាប់បងប្អូនឲ្យច្បាស់ឲ្យបានដឹងណាបងប្អូនធ្វើរឹសអើងពូជសាសខ្មែរគ្នាឯងខ្មែរខ្លួនឯងឃើញអ្នកខ្លះណាគាត់ស្លៀកពាក់ខោមិនខោអាវមិនអាវឬក៏ហៅថាមនុស្សជាកលចរិតអីមើងងាយឌីលគ្នាសិតតាអាចឈួតមីឈួតមនុស្សឈួតមនុស្សកលចរិតទោះជាគាត់កលចរិតទោះជាគាត់ឈួតក៏បងប្អូនអត់ទៅរើសអើងដែរទោះជាខ្មែរគ្នាយើងមានតែអាណិតមានតែអាសូរតែប៉ុណ្ណោះទៅបងប្អូននិយាយថាត្រូវឬខ្ញុំនិយាយថាត្រូវតែបើបងប្អូនរើសអើងពូជសាសប្រកាន់ខ្លួនតើអញក្រិនបើគេនឹងវាឈួតគេនឹងវាមិនល្អព្រោះបងប្អូនអត់បានឲ្យបាយគាត់ហូបទេអត់បានចិញ្ចឹមជីវិតគាត់ទេសូម្បីតែខ្ញុំពួយវុធីនេះខ្ញុំម៉ូតូអស់សាំងខ្ញុំបដើម៉ូតូតាមខ្នល់បងប្អូនធ្វើបង្ងើយអ្នកខ្លះបងប្អូនខ្ញុំឃើញភាកច្រើននេះឃើញធ្វើបង្ងើយបងប្អូនដឹងទេសពថ្ងៃនេះដែលថៃដែលខ្មែរយើងហៅថាសៀមគេកំពុងតែស្អប់ខ្ពើមខ្មែរយើងគេចង់សម្លាប់ខ្មែរយើងចោលទូទាំងប្រទេសនៅក្នុងប្រទេសខ្មែរមួយនេះប្រទេសកម្ពុជាមួយនេះខ្ញុំប្រាប់បងប្អូនឲ្យដឹងច្បាស់បងប្អូនអត់ដឹងខ្យល់ទេតាមើលអត់ដឹងខ្យល់ទេព្រោះខ្ញុំឃើញចរិតបងប្អូនខ្វះធម៌មេត្តាមែនទែនសូម្បីខ្មែរគ្នាឯងនឹងរឹសអើងឃើញគ្នាខោអាវអីសូម្បីតែពួកអាតងោលោកសង្ឃខ្លះខ្ញុំនិយាយចឹងបណ្ដោយអាលោកខ្លះ
បាទសូម្បីខ្ញុំចូលទៅហូបបាយបាទសន្លត់ខ្ញុំកំហែងខ្ញុំថាឲ្យខ្ញុំទៅណាខ្ញុំដាក់ឯកសារខ្ញុំតាមណាមិនមែនសំដៅទៅលោកព្រះអង្គដែលគិតល្អពិតប្រាកដនោះទេលោកល្អពិតប្រាកដខ្ញុំក៏មកទោសខ្ញុំអត់មានចេតនាថាឲ្យព្រះអង្គទេខ្ញុំនិយាយនេះគឺខ្ញុំសំដៅទៅអាពួកក្បាលតងោលខ្លះមួយចំនួនដែលវារឹសអើងនេះមិនស្គាល់ថាខ្លួនឯងជាក្បាលតងោលមិនស្គាល់ថាខ្លួនឯងជាអ្នកគោរពពុទ្ធសាសនាយើងជាលោកណាយើងមិនមែនជាបិសាចទេយើងគួរតែគោរពប្រតិបត្តិខ្លួនឯងឲ្យត្រឹមត្រូវលោកដឹងថាលោកគេធ្វើអីខ្លះទូនីតិប្រសង់គេធ្វើអីខ្លះមេត្តាប្រសាទមែនទេមេត្តាទទួលមែនទេតែបែរទៅជាលោកសពថ្ងៃនេះលោករឹសអើងលោកប្រកាន់វណ្ណៈខ្លួនបួសសន្សំទ្រព្យទិញឡានទិញអីជីអីចឹងទៅអ្នកខ្លះសឹកមកយកប្រពន្ធចឹងទៅតែអាពេលដែលគ្នាចូលទៅហូបបាយវត្តនេះអ្នកដែលគិតអត់ឃ្លានមានហូបអ្នកដែលគិតអត់ឃ្លានខ្ញុំនិយាយសំដៅថាគិតអ្នកដែលអត់ឃ្លានដែលគិតអត់មានអីហូបគិតក្រគិតខោមិនខោអាវមិនអាវដែលអ្នកខ្លះហៅថាមនុស្សស្គួតចូលទៅក្នុងខ្ញុំឃើញគាត់ដើរខ្ញុំដឹកគាត់តាមផ្លូវខ្ញុំសួរគាត់បានខ្ញុំដឹងរឿងនេះបើគុំតែខ្ញុំដឹកគាត់ជួយគាត់ក៏ខ្ញុំអត់ដឹងរឿងដែរគេថាលោកសង្ឃនឹងចិត្តអាក្រក់គេមិនអោយខ្ញុំហូបទេមានតាអាចារ្យខ្លះយាយខ្លះអីហ្នឹងយាយជីខ្លះអីហ្នឹងគេមិនអោយហូបទេគេដេញខ្ញុំចេញខ្ញុំសុំសំពះលើកបាដៃម្រាម10សុំបាយគេហូបក៏គេដេញខ្ញុំចេញដែរគេសុកចិត្តរងចាំពួកលោកដែលលោកឆាន់ហើយហ្នឹងឆាន់ហើយពឹបយកបាយទៅចាក់ឲ្យឆ្កែស៊ីគាត់ថាគាត់ប្រាប់ខ្ញុំគាត់ថាគាត់គេឆក់បានកន្ទុយត្រីមួយយកមកហូបបងប្អូនឃើញទេបងប្អូនកំពុងតែធ្វើអ្វីបងប្អូនដឹងទេដឹងខ្លួនទេហើយសពថ្ងៃសៀមកំពុងចង់សម្លាប់យើងចោលនេះសម្លាប់ចោលអស់រឹបប្រមាណអ្នកហើយមិនតិចទេណាគុំកុហកខ្ញុំមិនសោះណាអ្នកចំនួនស្លាប់ប្រមាណកងទ័ពយើងស្លាប់ប្រមាណប្រជាជនយើងស្លាប់ប្រមាណខ្ញុំដឹងទាំងអស់ណាបងប្អូនចាំមុខខ្ញុំច្បាស់ណាមកពួយវុធីកុំថាខ្ញុំអត់ដឹងប្រទេសខ្មែរមួយនេះធ្វើអីខ្ញុំដឹងទាំងអស់ខ្ញុំដឹងរហូតដល់ពិភពលោកទៀតខ្ញុំប្រាប់តែខ្ញុំសពថ្ងៃខ្ញុំចាញ់បោកគេធ្លាក់ខ្លួនក្រហើយបងប្អូនចូលចំណាំមុខខ្ញុំផងបើចំណាំមិនបានពេលដែលមានការល្បីបងប្អូនយកវីដេអូខ្ញុំមកបង្ហាញខ្ញុំក៏បានខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាបាននិយាយមែនតែខ្ញុំនិយាយដោយការបារម្ភបងប្អូនទៅវិញខ្លាចបងប្អូនស្លាប់ដោយសៀមទម្លាក់គ្រាប់ងាប់ទៅទាំងប្រទេសនេះហើយខ្ញុំក៏មិនមែនជាគីងសម្ងាត់ដែរខ្ញុំសពថ្ងៃខ្ញុំដៅឲ្យបងប្អូនចេះធ្វើបុណ្យអ្វីហៅថាបុណ្យអ្វីហៅថាមេត្តាអ្វីហៅថាក្តីអាណិតមិនដូចអ្នកខ្លះឆ្កែក្បត់ជាតិទៅបង្រើគេមិនដឹងថាគេឲ្យលុយឬមិនឲ្យទៅធ្វើខុសឲ្យគេមកទម្លាក់ក្រឹបងាប់ខ្មែរគ្នាឯងនេះខ្ញុំអត់ធ្វើថោកទាបអញ្ចឹងទេណាបងប្អូនហើយខ្ញុំនឹងជម្រាបប្រាប់បងប្អូននៅពេលក្រោយទៀតថាខ្ញុំជានរណាហើយមាត់ខ្ញុំអាចនិយាយធ្វើឲ្យពិភពលោកផែនដីនេះប្រទេសខ្មែរយើងនេះកើតអីឡើងខ្ញុំមិនមែននិយាយអត់ប្រយោជន៍ទេហើយខ្ញុំនឹងធ្វើឲ្យទឹកដីខ្មែរយើងកុំឲ្យសៀមនឹងវាធ្វើបាបបានទៀតខ្ញុំចង់ឲ្យបងប្អូនរស់តែសូមមេត្តាចិត្តបងប្អូនកុំរឹសអើងពូជសាសន៍កុំប្រកាន់វណ្ណៈពណ៌សម្បុរនេះខ្ញុំប្រាប់បងប្អូនទូរស័ព្ទខ្ញុំមកប្រទេសខ្មែរនេះអត់មានអ្នកប្រើណាទូរស័ព្ទនេះសូម្បីតែអន្តរជាតិក៏អត់មានប្រើផងកម្រណាស់រត់លេសាអីវាថ្លៃពេកមានតែសម្រាប់គេអ្នកធំនៅក្រៅប្រទេសទេដែលអាចប្រើបានសូម្បីតែអ្នកធំស្រុកខ្មែរនេះមានប្រើរបស់ខ្ញុំផងនេះខ្ញុំប្រាប់នេះខ្ញុំពងអត់និយាយប្រាប់បងប្អូននេះហើយខ្ញុំធ្វើល្អបានទេវតាលោកប្រគេនមកឲ្យខ្ញុំនិយាយទៅមិនមែនថាខ្ញុំលឺស្គួតណាបងប្អូនមើលមុខឲ្យច្បាស់អ្នកសាងល្អត្រូវតែបានល្អបងប្អូនអត់បាត់បង់ទេបាទអត់បាត់បង់ទេខ្ញុំសូមប្រាប់បងប្អូនឲ្យបងប្អូនមានចិត្តកុំរឹសអើងកុំប្រកាន់ខ្លួនព្រោះយើងអត់បានទៅចិញ្ចឹមបាយពួកគាត់ទេគ្នាមនុស្សស្គួតដើរសូលទៅសុំបាយហូបក្នុងវត្តត្រាក់យកលោកឆាន់ហើយយកបាយទៅចាក់ឲ្យឆ្កែស៊ីគ្នាលើកដៃសំពះបងប្អូនសុំបាយហូបយកបាយទៅចាក់ឲ្យឆ្កែស៊ីបាទគ្នាឃ្លានខ្លាំងគ្នាក៏ឆក់បានកន្ទុយត្រីមួយយកមកហូបតើបងប្អូនស្នោះទេអាណិតគាត់ទេហើយបើបងប្អូនមិនអាណិតបងប្អូនអាយុខ្លីហើយសៀមនឹងវាទម្លាក់គ្រាប់ក្នុងប្រទេសខ្មែរយើងងាប់អាណាងាប់ពួកយើងនឹងហើយគេអ្នកធំគេឡើងកប៉ាល់ហោះទៅផុតគេរួចខ្លួនហើយមែនអត់ខ្ញុំនិយាយខុសត្រូវមែនអត់គេឡើងទៅផុតចុះយើងណែងាប់អាណាងាប់យើងណែងាប់គ្នាយើងជាខ្មែរណែ
ដោយសារបងប្អូនធ្វើចរិតបែបហ្នឹងហើយបានជាថៃវាទម្លាក់ក្របដាក់ដឹងខ្យល់អត់នោះដឹងខ្យល់ដឹងលហើយអត់នោះអាអ្នកធ្វើចការអាអ្នកធ្វើស្រែអាអ្នកធ្វើការមន្ត្រីអាអ្នកធ្វើលក់ផ្សារលក់ដូរអីវ៉ាន់គ្នាអត់ឃ្លានទៅសុំបងអើយអត់មានបាយស៊ីទេធ្វើស្រែធ្វើចការរៀងស្ងួតមិនបងប្អូនមិនចេះធ្វើបុណ្យទេនេះខ្ញុំសូមប្រាប់បងប្អូនណាបងប្អូនមិនធ្វើបុណ្យណាបងប្អូនត្រៀមខ្លួនងាប់ឲ្យហើយទៅខ្ញុំមិនគម្រាមនិយាយកំឡាចឲ្យបងប្អូនខ្លាចទេសប្តាហ៍ថ្ងៃនេះយើងរស់ដោយសារអីរស់ដោយសារបុណ្យអីតែខ្ញុំយល់ចិត្តបងប្អូនដែរអ្នកខ្លះសុំទៀនតែផ្ទះថ្មប៉ុណ្ណានៃខ្ញុំយល់បាទវុធីយល់ពួយវុធីយល់បាទ40 60ឥឡូវហើយសប្តាហ៍ថ្ងៃនេះប៉ុន្តែវាមិនចាស់សោះណាវានៅតែក្មេងរឹងមាំដៃជើងធំអញ្ចឹងណាបដៅម៉ូតូពេញប្រទេសខ្មែរជួយគេពេញទឹកពេញដីបាទអាហ្នឹងសួរថាមកពីអីមកពីគុណបុណ្យហើយបាទខ្ញុំឃើញបងប្អូនធ្វើចរិតមិនសមជាជនជាតិខ្មែរយើងទេអត់សមតម្លៃជាជនជាតិខ្មែរយើងសោះបងប្អូនរឹសអើងវណ្ណៈសម្បើមណាស់ដល់តែគេតម្លាក់ក្រាបមកតាំងតរត់អាងអីរត់ផាយកញ្ញាំសៀមគេធាក់ប្រភូមិគេយករូបថតសម្ដេចមកជន់នឹងជើងគេយកក្តរបាញ់នោមដាក់រូបថតគេយកជើងជន់កន្ត្រំគេយករូបថតព្រះមហាក្សត្រយកមកជន់កន្ត្រំបងប្អូនឈឺចាប់ទេដែលបងប្អូនកំពុងធ្វើចរិតនេះចរិតដែលបែបនេះហើយដែលថៃដែលសៀមវាមើងងាយវាខ្មែរយើងធ្វើអីវាដឹងអស់ណាបងប្អូនមហាជនទូទាំងប្រទេសស្គាល់មុខខ្ញុំផងមកស្គាល់រាប់អានខ្ញុំផងណាបងប្អូនមើលទូរស័ព្ទគ្រប់គ្នាបងប្អូនគួរតែយកឆែកមើលកន្លែងណាសំខាន់ចាំមើលកុំឲ្យចិត្តតែមើលឲ្យតែប៉ាត់តពឺទៅពេតទៅពូតមកបឡានមកអាខ្លះនោះខ្ញុំធ្លាប់ឡាយរឿងចរាចរណ៍ម្ដងទៅរៀងស្ងាត់ទៅម្ដងក្រិនបន្តិចមិនសូវងាប់ប្រមាណរឿងមនុស្សហ្នឹងឥឡូវខ្ញុំសង្កេតឃើញចរិតបងប្អូនទៀតហើយចរិតបងប្អូននេះរឹសអើងខ្លួនឯងឃើញគ្នាមនុស្សស្គួតអីមិនរាប់អានទេខ្លាចឆ្លងក្រលោកសង្ឃតាមវត្តមនុស្សស្គួតចូលទៅមនុស្សស្គួតចូលទៅហូបបាយដេញគ្នាចេញបាទឆ្មែងខ្មែរឆ្លោះគ្នាឯងអាអ្នកមានមុំបឡានបុកគ្នានឹងងាប់សៀមវាមើលយើងដឹងគ្រប់សកម្មភាពដែលយើងធ្វើវាតាមដានគ្រប់ទិដ្ឋភាពដែលគ្រប់ទិដ្ឋភាពដែលខ្មែរយើងកំពុងធ្វើដោយអាពួកអីអាកូនមន្ត្រីស្នងការខេត្តបន្ទាយមានជ័យបឡានទៅបុកគេអ្នកនៅមកងាប់អស់6អ្នកនោះបងប្អូនដឹងទេក្នុងប្រទេសយើងហ្នឹងមានដឹងទេអីកើតអីឡើងមានដឹងទេរឿងរ៉ាវហ្នឹងតម្រាំតែនឹងចាប់បានបើគ្មានប័ណ្ណបញ្ជាមកពីលើអត់ចង់អើពើនោះយើងមើលហើយបុកគ្នាងាប់ហើយដល់ទៅពេលសួរទៅអាមន្ត្រីស្នងការខេត្តហ្នឹងគេថារោកូនមិនទាន់ឃើញយេរឿងឃើញខ្ញុំអត់ដឹងទេតែលោកឯងគួរតែចេះអប់រំកូនណាគួរតែចេះបង្ហាត់រៀនតាមដានចរិតកូនកុំឲ្យអាងតែខ្លួនឯងមន្ត្រីអារឿងយើងធ្វើខុសគេអត់មានបន្ទោសណាទេគេបន្ទោសក្បាលលោកឯងនឹងឯងជាឪពុកគេជាមន្ត្រីស្នងការខ្ញុំមានកូនក៏ខ្ញុំតាមដានចរិតកូនកុំឲ្យចរិតវិពីលឯងធ្វើខុសចាត់ចែងឲ្យបានល្អដាក់ទៅកុំចេះតែកាន់ជើងដល់តែងាប់ឯណាងាប់ប្រជាជនខ្មែរយើងនៅម៉ោងអស់ប្រហែល6នាក់ឯឮថា6នាក់ឯងទាំងកូនគេក្នុងពោះផងឯងបឡានតបុកគេឡានឮថាប្រហែលតម្លៃសិតប្រហែល$10,000ហើយតបុកគេសួរគេឈឺចាប់ទេកូនចៅគេឈឺចាប់ទេចុះបើគេកាប់ងាប់ដាច់កង់នៅនឹងកន្លែងផ្លូវនោះហ្មងហើយទៅរោរឿងគេបានទេអស់លោកយល់ទេខ្ញុំនិយាយនេះខ្ញុំឃើញអស់លោកធ្វើខុសច្រើនណាស់ខ្ញុំក៏ធ្លាប់ធ្វើមានលើអស់លោកទៀតណាទ្រព្យសម្បត្តិខ្ញុំប្រាប់អស់លោកតែគេសាគេបោកខ្ញុំវេចាត់ទុកធ្វើប៉ុននោះឥឡូវខ្ញុំឡាយក្នុងដីទៀតជិះម៉ូតូមកម៉ូតូបែកកង់2ដងទៀតអត់មានលុយមកបានទេទៅវិញនឹងប្រហែលសុំគេហើយតាមមើលនោះខ្ញុំបញ្ជាឲ្យអ្នកភូមិជួយខ្ញុំម្ដងបាទខ្ញុំស្រណោះបងប្អូនចង់ឲ្យបងប្អូនខ្មែរយើងចេះស្រឡាញ់គ្នាចេះមេត្តាគ្នាខំធ្វើបុណ្យទាំងអស់គ្នាកុំឲ្យជនជាតិគេមកមើលងាយយើងជនជាតិគេស្រឡាញ់គ្នាណាស់គេទំនើបណាស់គេតាមដានរាល់គ្រប់បែបរឿងបែបរ៉ាវទាំងអស់ជឿបានគេខ្លាចគេញើតហើយបើយើងចេះតែរឹសអើងហើយបើអ្នកអាពួកអ្នកបឡានវិញ
sợ ta bục kia ta choan kia cái dùng cái sài đâu hay mà sợ bài chật ngã rước bong ôn cái ngọp tình lan sợ ta lại buồn đậm mơ ở lá ta bò lan bục kia nhóm sầm bay ta choan sầm mỏi mũi nhóm mỏi choan hoang ta ông ôn thôi nhóm chi một tô bạc lan đây đôi đặc nia đi nhưng mà đây ta choan sầm mỏi mũi đây nhóm ta nhóm dây prap bục bong ôn bằng camera đó bà nhóm choan của nhóm miên chật na đâyแต่ខ្ញុំប្រយ័ត្នណាស់ខ្ញុំចង់និយាយថាខ្ញុំប្រយ័ត្នណាស់ខ្ញុំមិនមានធ្វើរឹកដោយបងប្អូនអីចឹងទេសកម្មភាពទាំងអស់នេះហើយដែលសៀមដែលថៃដែលគេមើលមកគេថាណែអាពូជហ្នឹងពូជវាសម្លាប់គ្នាតាំងពីអាពូតមកខ្មែរក្រហមមកទៅអញ្ចឹងបានគេថាឥឡូវដាក់វាថែមទៅគេកំពុងតែចង់តម្បាក់លេបទឹកដីយើងហើយយើងទៅធ្វើចរិតអញ្ចឹងទៀតកាន់តែហែកទ្រូងឲ្យក្អឹកឯកចឹកហើយបាទឯកចឹកហើយដល់តែពេលខូចខាតណាខូចខាតខ្មែរយើងដល់ពេលតែងាប់ណាងាប់ខ្មែរយើងខ្ញុំសូមបង្វល់បងប្អូនចាប់ពីថ្ងៃនេះទៅសូមបងប្អូនកុំរឹសអើងខ្មែរត្រូវចេះស្រឡាញ់ខ្មែរត្រូវចេះអាណិតខ្មែរត្រូវចេះជួយខ្មែរត្រូវចេះមេត្តាខ្មែរទៅបានសៀមថៃវាខ្លាចបើយើងមិនធ្វើអញ្ចោះទេណាគេមើលងាយយើងហើយបងប្អូនកុំអាងបងប្អូនមានណាខ្ញុំប្រាប់បងប្អូនឲ្យបានយល់កុំឲ្យចិត្តតែល្ងង10ចិត្តបងប្អូនមន្ត្រីខ្មែរយើងដែលគាត់ធ្វើការរាជការនេះខាងកងទ័ពនេះតើគាត់ត្រូវស្លាប់ប្រមាណអ្នកហើយដោយសារគាត់ស្មោះត្រង់នឹងជាតិមាតុភូមិយើងនេះយកជីវិតទៅដូរពិតមែនតែភាកច្រើនអ្នកមកធ្វើទាហានគឺអ្នកក្រអ្នកមានគេមិនសូវមានធ្វើឬក៏មានភាកតិចខ្ញុំដឹងណាបងប្អូនកុំគិតថាខ្ញុំមិនដឹងណាយកជីវិតមកលក់ស្លាប់បាទអញ្ចឹងបងប្អូនត្រូវយល់យើងមានខួរក្បាលយើងត្រូវយល់កុំចាំតែគេប្រាប់អត់មានអីសុខជាងមេត្តាក្នុងចិត្តទេបងប្អូនបើបងប្អូនមិនយល់បងប្អូនសួរខ្ញុំនេះបើយើងចេះមេត្តាគ្នាហើយចេះស្នើនិតគ្នាហើយគឺយើងនឹងបានសន្តិភាពយ៉ាងពិតប្រាកដយ៉ាងច្បាស់ពិតប្រាកដបងប្អូនជឿខ្ញុំចុះគឺមិនខុសទេឥឡូវខ្ញុំសូមចប់ត្រឹមហ្នឹងអរគុណ